ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូអទេសនិងជម្រាបសួរលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅក្នុងថ្នាក់ដេនាងខ្ញុំឈ្មោះសេងសេពេជ្រនាងខ្ញុំមកឆ្លងបញ្ចាំងនៅក្នុងមេរៀនទី3គឺការវាយតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញានៅក្នុងមេរៀននឹងដែរទៅលើវត្ថុបំណងគឺគេបានប្រាប់អំពីប្រភេទការធ្វើតេស្តផ្សេងៗការអនុវត្តទៅលើសំណួរចម្លើយទៅតាមកម្រិតរបស់ពលំតាក់សូណូមីផ្នែកទៅលើផ្នែកចំណេះដឹងនិងការនៅក្នុងការបង្កើតតេស្តរបស់ខ្លួនហើយនៅក្នុងនោះដែរយើងចូលទៅក្នុងសេចក្តីផ្ដើមគឺគេនិយាយថាការវាយតម្លៃដែលអាចទុកចិត្តបានគឺចាប់ផ្ដើមចេញពីការពណ៌នាច្បាស់នៅសម្បទាសិក្សាការរំពឹងទុករបស់សិស្សហើយសម្បទាដែលចង់បាននោះគឺមានលទ្ធផលពីការសិក្សារបស់សិស្សនិងលទ្ធផលនៃការរំពឹងទុកគោលបំណងវត្ថុបំណងស្តង់ដារឬក៏អ្វីដែលសិស្សគួរដឹងនិងអាចធ្វើចេញពីចំណេះដឹងរបស់គាត់បានទៅលើ1.1 យើងត្រូវតែពិនិត្យឡើងវិញទៅលើអត្ថិពលដែលបានជះទៅលើការសិក្សារបស់សិស្សនិងការវាយតម្លៃហើយយើងត្រូវតែយល់នៅពាក្យកន្លឹះខុសគ្នាមាន3គឺការគោលដៅការអប់រំគោលបំណងអប់រំនិងវត្ថុបំណងអប់រំអញ្ចឹងឥឡូវយើងចាប់ចូលទៅចំណុចបន្តទៀតគឺ 1.2 លទ្ធផលសិក្សាអញ្ចឹងទៅលើការវិនិច្ឆ័យយើងត្រូវបានប្រើប្រាស់គឺមានចំនួនដល់តែ4ទី1យើងត្រូវតែជ្រើសរើសសម្ភារៈឧបទេសទី2យើងត្រូវតែចេះរៀបគ្រោងនៅខ្លឹមសារមេរៀនទី3អនុវត្តទៅលើដំណើរការបង្រៀននិងរៀនទី4យើងត្រូវតែចេះរៀបចំទៅលើតេស្តការប្រឡងបើនិយាយអំពីទំនាក់ទំនងរវាងគោលដៅអប់រំនិងវត្ថុទូទៅនៃមុខវិជ្ជានិងលទ្ធផលសិក្សានៅក្នុងការសិក្សាពេលតែមួយគឺគោលបំណងនៅក្នុងការអប់រំគេបង្ហាញនិយាយអំពីអេយ៉ាបតចំណេះដឹងការបង្ហាញចេញនិងស្តង់ដារវត្ថុបំណងទូទៅដែលអាចនាំឲ្យកើតទៅជាលទ្ធផលសិក្សារំពឹងនៅក្នុងពេលសិក្សាគោលបំណងការអប់រំវិញគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់ទៅតាមកម្រិតសិក្សារបស់គាត់ឧទាហរណ៍នៅក្នុងគោលបំណងការអប់រំគឺចង់ឲ្យយល់និងឲ្យតម្លៃទៅលើចំណេះដឹងវិទ្យាសាស្ត្ររៀនគិតសិក្សាដោយឯករាជ្យចឹងមានន័យថាកន្លែងហ្នឹងគឺឲ្យសិស្សគាត់អាចរៀនគិតទៅលើសំណួរដែលគ្រូដាក់មកហើយឲ្យគាត់ហ៊ានឆ្លើយដោយគាត់បង្ហាញទៅលើសមត្ថភាពរបស់គាត់ខ្លួនឯងហើយឲ្យគាត់ខ្លាចទៅជាពលរដ្ឋល្អនិងលើកកម្ពស់ទៅលើបំណិនទំនាក់ទំនងជាដើមអញ្ចឹងអាចឲ្យគាត់មានទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិឬក៏ជាមួយនឹងអ្នកផ្ទះរបស់គាត់ផងដែរដើម្បីឲ្យការនៅពេលដែលគាត់មានទំនាក់ទំនងល្អទៅការសិក្សារបស់គាត់ក៏អាចនឹងរីកចម្រើនកើនឡើងជាបន្ថែមទៅលើស្តង់ដារវិញគឺជាប្រយោគអំពីអ្វីសិស្សគួរដឹងនិងអ្វីដែលសិស្សគួរធ្វើនៅក្នុងខ្លឹមសារមេរៀនទៅតាមកម្រិតថ្នាក់ឧទាហរណ៍គឺសិស្សបង្ហាញការយល់ន័យនៃរដ្ឋធម្មនុញ្ញសិស្សបញ្យល់ដោយសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលិចឬក៏វត្ថុអណ្ដែតសិស្សអាចអនុវត្តចំណេះដឹងទៅលើទំនាក់ទំនងពាក្យសិស្សអាចស្វែងយល់ថាតើវត្ថុនោះខ្លាចទៅជាដុំម៉ាស់ជាវត្ថុរាវឧបស្ម័នជាដើមនៅក្នុងវត្ថុបំណងការអប់រំវិញគឺជាប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបង្ហាញនៅចុងមេរៀននីមួយៗអញ្ចឹងភាគច្រើននៅក្នុងវត្ថុបំណងការអប់រំគេតែងតែបង្ហាញនៅខាងចុងមេរៀនទៅលើវត្ថុការអប់រំទីនេះគឺមានន័យថាដូចវត្ថុបំណងការបង្រៀននិងរៀនហើយសំដៅទៅលើលទ្ធផលសិក្សាដែលចង់បាននៅក្នុងវត្ថុបំណងការអប់រំវិញគឺយើងមានអាកប្បកិរិយាជាក់លាក់ដូចជាការសង្ខេបគំនិតនៃអត្ថបទអានសរសេរចំណងជើងនៃអត្ថបទអានឬក៏បញ្យល់ដំណើរការនៅរស្មីសំយោគផងដែរបន្ទាប់មកគេសួរថាតើវត្ថុបំណងការបង្រៀនជាអ្វីអញ្ចឹងទៅលើវត្ថុបំណងនៃការបង្រៀនហ្នឹងគឺជាលទ្ធផលសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់វែងបានបន្ទាប់មកយើងត្រូវធ្វើការវាយតម្លៃដែលចម្លើយតែមួយជាក់លាក់តើជាអ្វីអញ្ចឹងការវាយតម្លៃសិក្សាដែលមានចម្លើយជាក់លាក់ហ្នឹងគឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលដែលបានរំពឹងទុកឬក៏សមត្ថភាពរបស់អ្នកសិក្សា
ដូចជាទៅលើតម្រងសំណួរគឺយើងមានជាពហុចម្លើយជ្រើសរើសសំណួរខុសត្រូវឬក៏សំណួរផ្គូផ្គងជាដើមចូលទៅប្រភេទនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងការវាយតម្លៃនៅក្នុងថ្នាក់រៀនយើងអាចធ្វើជាតេស្តមួយឲ្យគាត់បន្ទាប់ពីគាត់សិក្សាមេរៀនណាមួយបានចប់អញ្ចឹងយើងត្រូវតែមានតេស្តមួយអំពីមេរៀនដែលគាត់បានសិក្សាហ្នឹងប៉ុន្តែនៅក្នុងតេស្តហ្នឹងយើងអាចជាធ្វើតេស្តខ្លីមានជាពហុចម្លើយដូចជាការជ្រើសរើសចម្លើយណាមួយដែលត្រឹមត្រូវឧទាហរណ៍យើងដាក់សំណួរឲ្យគាត់មួយប៉ុន្តែចម្លើយយើងមានជាចម្លើយកខគោខប៉ុន្តែយើងឲ្យគាត់ជ្រើសរើសចម្លើយតែមួយទេដែលត្រឹមត្រូវឆ្លើយតបជាមួយនឹងសំណួរដែលយើងបានដាក់ជូនគាត់បន្ទាប់មកយើងអាចធ្វើជាសំណួរដែលអាចរៀបជាល្បះអីមួយហើយឲ្យគាត់បំពេញពាក្យនៅខាងមុខថាតើល្បះហ្នឹងត្រឹមត្រូវឬក៏ល្បះហ្នឹងមិនត្រឹមត្រូវឬក៏ខុសឬក៏យើងអាចឲ្យគាត់ធ្វើជាគូផ្គងដូចជាភាសាខ្មែរអញ្ចឹងក្នុងមួយខាងធ្វើដាក់ជាពាក្យនិងក្នុងមួយខាងទៀតជាន័យរបស់ពាក្យអញ្ចឹងអាចឲ្យគាត់ធ្វើលំហាត់គូផ្គងនឹងបែបហ្នឹងបានឬក៏យើងមានសំណួរបែបការបំពេញខ្លីៗដូចជាការបំពេញល្បះការបំពេញពាក្យទៅតាមរូបភាពឬក៏ការបង្ហាញចម្លើយផ្សេងទៀតអញ្ចឹងនៅប្រភេទនៅក្នុងការវាយតម្លៃវិញគឺមានដូចជាទី1អាចឲ្យសិស្សបង្កើននូវស្នាដៃការសរសេររបស់គាត់ឬក៏ការធ្វើតែងសេចក្តីការងារដែលគាត់រៀបជាគម្រោងឆ្លើយសំណួរការងារគាត់ធ្វើជាក្រុមឬក៏ការតាក់តែងកំណាព្យឬក៏ការថតជាវីដេអូឃ្លីបខ្លីៗដែលភ្ជាប់ជាមួយនឹងសំឡេងរបស់គាត់ដែរហើយទៅលើបំណិនវិញគឺគាត់ចេះមានការថ្លែងសន្ទរកថាការបង្ហាញការអានឬក៏ការជជែកពិភាក្សាគ្នាហើយនៅក្នុងការវាយតម្លៃក្នុងថ្នាក់រៀនហ្នឹងក៏យើងអាចសួរជាសំណួរផ្ទាល់មាត់អញ្ចឹងសំណួរផ្ទាល់មាត់ហ្នឹងយើងអាចសួរសំណួរដែលតាក់ទងជាមួយនឹងមេរៀនឬក៏អាចសំណួរណាដែលជាមិនផ្លូវការប៉ុន្តែក៏វាផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារមេរៀនផងដែរចំណែកឯគ្រូវិញគឺជាអ្នកសង្កេតមើលទៅលើការឆ្លើយរបស់សិស្សបន្ទាប់ពីយើងគ្រូគាត់អាចធ្វើតេស្តបែបហ្នឹងហើយគឺសិស្សគាត់អាចវាយតម្លៃទៅលើខ្លួនឯងបានការស្ទាបស្ទង់ទៅលើអិយាបថគាត់អាចស្ទាបស្ទង់ទៅលើកម្រងសំណួរដែលគាត់បានឆ្លើយគាត់អាចកំណត់ទៅលើអត្រាបន្ទុករបស់គាត់បានហើយគាត់អាចវាយតម្លៃទៅលើមិត្តភ័ក្តិរបស់គាត់ដែរមិត្តភ័ក្តិគាត់ឡើងឆ្លើយសំណួរបន្ទាប់ពីគាត់ឬក៏ឡើងមុនគាត់បែបហ្នឹងឯងហើយនៅក្នុងនេះពលំតាក់សូណូមីទៅលើផ្នែកពុទ្ធិគឺគាត់បាននិយាយថាពាក្យ game ហ្នឹងស្មើនឹងពាក្យសិលឹកកិច្ចការចានៅក្នុងគំរូសំណួរតាក់សូណូមីថ្មីវិញគឺយើងមានជាការកាត់កម្រិតទាបឬកម្រិតមធ្យមនិងការទៅលើកម្រិតទាបវិញគឺកម្រិតកម្រិតចាំនិងកម្រិតយល់ឯកម្រិតទាបឬក៏កម្រិតមធ្យមគឺជាកម្រិតនៃការអនុវត្តនិងមួយទៀតគឺការគិតបានខ្ពស់និងការគិតស៊ីជម្រៅអញ្ចឹងមានន័យថាការគិតខ្ពស់ការគិតស៊ីជម្រៅហ្នឹងគឺគាត់អាចចេះវិភាគគាត់វាយតម្លៃនិងគាត់អាចចេះបង្កើតអ្វីមួយថ្មីនៅក្នុងហ្នឹងគេនិយាយអំពីលទ្ធផលរំពឹងទុកក្នុងការសិក្សារយៈពេលខ្លីអញ្ចឹងគឺជាប្រយោគនៃការស្ដែងចេញឬការអនុវត្តសម្រាប់លទ្ធផលសិក្សារំពឹងទុករបស់សិស្សក្នុងពេលសិក្សា2ឬក៏3ថ្ងៃទៅលើការវិនិច្ឆ័យវិញគឺសមាសភាពសំខាន់នៃលក្ខណៈវិនិច្ឆ័យគឺជាការកំណត់ការវិនិច្ឆ័យដោយគ្រូបង្រៀនលើការអនុវត្តចំណេះដឹងនិងការយល់របស់សិស្សច្បាស់ចំពោះអ្នកដទៃទី3គឺគេនិយាយអំពីក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកគឺបែបពុទ្ធិទី1នោះគឺចំណេះដឹងអញ្ចឹងចំណេះដឹងគឺជាការចងចាំអ្វីមួយដែលសិស្សស្គាល់ឬក៏ចាំការពិតនិយមន័យពាក្យកន្លឹះដំណើរការបញ្ញត្តិឬក៏គោលការណ៍និងព័ត៌មានផ្សេងទៀតទី2គឺទៅលើការយល់អញ្ចឹងការយល់គឺមានពីរប្រភេទការយល់ធម្មតានិងការយល់ស៊ីជម្រៅទៅលើការយល់ធម្មតាគឺស្ដែងចេញតាមរយៈកូនសិស្សអាចសង្ខេបដោយការយល់ប្រើពាក្យខ្លួនឯងនិងយកប្រើប្រាស់ជំហានដើម្បីដោះស្រាយឬក៏ទៅលើការអនុវត្តអញ្
ចម្លែកឲ្យទៅលើការគិតស៊ីជម្រៅវិញគឺសិស្សគាត់អាចដឹងពីចំណុចសំខាន់អ្វីមួយកូនសិស្សអាចគិតអំពីនឹងការប្រើប្រាស់ចំណេះដឹងនៅក្នុងរបៀបថ្មីឬក៏តាមរបៀបណាដែលគាត់ថាវារៀងស្មុគស្មាញចាហើយកូនសិស្សគាត់អាចយល់អំពីគំនិតថ្មីនៃសារៈប្រយោជន៍អ្វីមួយផងដែរទៅលើការផ្ដល់ហេតុផលវិញអញ្ចឹងការផ្ដល់ហេតុផលគឺជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកនៅចំណេះដឹងនិងយកមកប្រើប្រាស់ដើម្បីសម្រេចនៅកិច្ចការទី4គឺលក្ខណៈវិនិច្ឆ័យទៅក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកនៅពេលសិក្សាអញ្ចឹងឲ្យសិស្សគាត់អាចចេះបង្កើតនៅមានការសរសេរអ្វីមួយដែលស្រួលយល់ការជំរុញទៅលើប្រឈមនឹងការសិក្សារបស់គាត់ជាចុងក្រោយខ្ញុំឆ្លុះបញ្ចាំងបានប៉ុណ្ណឹងចាសូមអរគុណនិងជំរាបលាលោកគ្រូ